រឿងបុរសកងវិលគូនិងកូនសេដ្ឋីនៅភូមិដាច់ស្រយាលមួយមានក្មេងប្រុសម្នាក់ឈ្មោះសុភ័ក្រតែងតែដេញគោទៅឲ្យស៊ីស្មៅនៅក្បែររបងផ្ទះលោកសេដ្ឋីខុសពីក្មេងដទៃសុភ័ក្រតែងតែកាន់សៀវភៅតាមខ្លួនជានិច្ចចំណែកឯចម្ពូដែលជាកូនស្រីរបស់សេដ្ឋីតែងតែសង្កេតមើលសកម្មភាពរបស់សុភ័ក្រនៅក្នុងផ្ទះរហូតកើតមានចិត្តជ្រះថ្លានឹងការតស៊ូរបស់គេថ្ងៃមួយចម្ពូបានដើរមកសួរសុភ័ក្រនៅក្រោមដើមឈើសុភ័ក្រហេតុអ្វីបានជាអ្នកខំរៀនម្ល៉េះគ្រួសារអ្នកលំបាកបែបនេះតើទៅរៀនមានប្រយោជន៍អ្វីកញ្ញាចម្ពូអើយទ្រព្យសម្បត្តិអាចរលាយបាត់បង់តាមរយៈភ្លើងឆេះឬចោរលួចប៉ុន្តែចំណេះដឹងគឺជាទ្រព្យជាប់នឹងខ្លួនដែលគ្មាននរណាអាចលួចបានឡើយខ្ញុំចង់ប្រើចំណេះដឹងដើម្បីផ្លាស់ប្ដូរវាសនាគ្រួសាររបស់ខ្ញុំនិងជួយដល់អ្នកភូមិយើងចម្ពូមានការភ្ញាក់ផ្អើលនិងសម្ដីដ៏មានអត្ថន័យនេះណាស់ចាប់ពីថ្ងៃនោះមកអ្នកទាំងពីរក៏បានចាប់ផ្ដើមរាប់អានគ្នានិងផ្ដល់ចំណេះដឹងដល់គ្នាទៅវិញទៅមកប៉ុន្តែមិនយូរប៉ុន្មានរឿងនេះក៏បានដឹងដល់ត្រចៀកលោកសេដ្ឋីដែលជាឪពុករបស់ចម្ពូលោកសេដ្ឋីក៏បានហៅសុភ័ក្រទៅជួបនិងពោលពាក្យមើលងាយទៅកាន់សុភ័ក្រថាឯងគ្រាន់តែជាកូនអ្នកកងវិលគូមកចង់តោងកូនស្រីយើងផងតើឯងមានអ្វីស័ក្តិសមនឹងនាងបាទលោកអ៊ំថ្ងៃនេះខ្ញុំគ្មានប្រាក់កាសមាសប្រាក់ពិតមែនប៉ុន្តែខ្ញុំមានការតាំងចិត្តនិងចំណេះដឹងបើលោកអ៊ំផ្ដល់ឱកាសឲ្យខ្ញុំ3ឆ្នាំទៀតខ្ញុំនឹងបង្ហាញថាតម្លៃមនុស្សមិនគួរត្រូវបានវាយតម្លៃទៅលើឋានៈឬក៏ទ្រព្យសម្បត្តិខាងក្រៅឡើយបើចង់សាកល្បងលោកសេដ្ឋីក៏យល់ព្រមសុភ័ក្រក៏បានចាកចេញពីភូមិទៅរៀនសូត្រនិងធ្វើការនៅទីក្រុងយ៉ាងលំបាករយៈពេល3ឆ្នាំបានកន្លងផុតទៅសុភ័ក្របានត្រឡប់មកវិញក្នុងនាមជាបញ្ញវន្តម្នាក់ដែលមានជំនាញខាងកសិកម្មទំនើបគេបានជួយបង្រៀនអ្នកភូមិឲ្យចេះធ្វើស្រែឲ្យបានទិន្នផលខ្ពស់និងជួយស្រោចស្រង់អាជីវកម្មរបស់លោកសេដ្ឋីដែលកំពុងជួបវិបត្តិលោកសេដ្ឋីបានឃើញទង្វើនិងសមត្ថភាពពិតរបស់សុភ័ក្រក៏ប្រែចិត្តឈប់រើសអើងសុភ័ក្រតទៅទៀតយើងខុសហើយសុភ័ក្រដែលមើលងាយឯងកន្លងមកមាសប្រាក់ពិតជាមិនអាចទិញចំណេះដឹងនិងសេចក្តីថ្លៃថ្នូរបានមែនយើងព្រមឲ្យឯងនិងចម្ពូសាងគ្រួសារជាមួយគ្នាហើយចំណេះដឹងគឺជាទ្រព្យសម្បត្តិពិតប្រាកដមិនមែនជាមាសប្រាក់ដែលឪពុកម្ដាយផ្ដល់ឲ្យឡើយប៉ុន្តែគឺជាចំណេះដឹងនិងសមត្ថភាពដែលយើងបង្កើតឡើងដោយខ្លួនឯងតម្លៃមនុស្សមិនគួរត្រូវបានវាយតម្លៃទៅលើឋានៈឬក៏ទ្រព្យសម្បត្តិខាងក្រៅឡើយប៉ុន្តែគួរមើលទៅលើគុណធម៌និងការខិតខំប្រឹងប្រែង